ជំរាបសួរបងប្អូនម្ចាស់ចំការកស៊ូទាំងអស់គ្នាហើយនេះយើងចែកម្លែកពាក់ព័ន្ធនឹងការត្រួតពិនិត្យមើលកស៊ូអញ្ចឹងចំពោះម្ចាស់ចការកស៊ូទាំងអស់មិនសូវមានពេលថែទាំដិតដល់ឬក៏ទៅតាមកតាពូជបាទកតាពូជកស៊ូបច្ចុប្បន្ននេះបើសារបងប្អូនយំរីម600ឬក៏251ឬ3904តិចទេបាទដែល3904ណាចេញមុន251បាទតែបច្ចុប្បន្នបងប្អូនយំតាពូជទី1យំតាពូជដែរបងប្អូនបាទ3904ណាធនអាកាសធាតុជាង251បាទដែលបងប្អូនមួយចំនួនគាត់អត់ស្វែងយល់បាទគាត់ឮគីអា3904ចេញមុន5ឆ្នាំមុនហ៎បងប្អូនបាទ2 3ឆ្នាំនេះទេបាទដែលល្បីបាទគាត់ថាអ្នកដែលដាំ251មុននោះគឺវាក៏បានផលចាប់ដើមជីហើយប៉ុន្តែ3904គេជាបាន3 4ឆ្នាំមុននឹង251ទៀតប៉ុន្តែភាពធន់គឺ3904ធន់ជាងបាទសឹងធន់ជាងរីម600បាទហើយទី2គឺធន់នឹងលើអាកាសធាតុផងបាទដងដើមល្អផងធន់នឹងជំងឺផងបាទ251បងប្អូនឃើញនេះខ្មៅជាប់ពេញដើមបាទហ្នឹងហើយគឺកស៊ូក្បាល4ឆ្នាំបាទរត់ជួលលមិញខ្មៅក្រឹបអត់សស្លេកទេបាទកម្លាំងដងដើមបាទជីត្រូវហ្នឹងហើយមួយទៀតបាទផ្ទុះសបកហៀជ័រនេះម្ចាស់គាត់បានបាញ់បានម្ដងហើយបាទអញ្ចឹងអានេះផ្ទុះសបកនៅសកាក់សំណល់2ឆ្នាំទៅតែគាត់មិនសូវបានមានពេលថែទាំហើយសង្ឃឹមថាម្ចាស់ចការកស៊ូទាំងអស់ត្រួតពិនិត្យមើលផ្សិតកឡាបបាទស្លុបផ្ទុះសបកខ្មៅយេស្លុបបាទមើលផ្សិតកឡាបខ្លាចងាប់ដើមប៉ុន្តែបច្ចុប្បន្នម្ចាស់នេះវាសសំណល់កាកឆ្នាំទៅវានៅដិតជាប់បាទយើងមិនអាចបកឈូសបកនឹងចោលទេដោយសារឆ្នាំនេះគាត់បាញ់ប្រភេទណាំជំងឺបាទពពួកផ្ទុះសបកហៀជាប់ប្រភេទណាំផ្សិតកឡាបរួចម្ដងមកគឺมันមានឃើញអាការៈថ្មីកាត់ឡើងទេបងប្អូនណាបាទថ្មីកាត់ឡើងទេហើយម្ចាស់គាត់នឹងត្រៀមបាទការប្រតិបត្តិការម្ដងទៀតនៅខែ8ហ្នឹងអាចចុងខែ8ហ្នឹងកាលពីមុនគាត់បាញ់នៅក្នុងចុងថាដើមខែ6ចុះបាទឥឡូវចុងខែ8គាត់បាញ់ម្ដងទៀតបាទឬខែចុងខែ10គាត់អាចបាញ់ម្ដងទៀតបាទគឺគាត់ចាប់ផ្ដើមថែទាំពីព្រោះកស៊ូស្លុបពូជ251នេះ6-3ផងបងប្អូនណា6-3ផងបាទ4ឆ្នាំមេឃដល់បុកគ្នាញ៉ៃបាទចុះតម្រាំបងប្អូនដាំ5-3យ៉ាងម៉េចវិញហើយបាទនឹងសម្រាប់កស៊ូគ្មានបងប្អូនណាក្រុមណាបច្ចេកទេសណាខ្លាំងជាងខាងណាទេបាទខាងជាងណាទេគឺល្អហើយកស៊ូអាយុ4ឆ្នាំអត់សូវមានស្មៅបែបនេះគឺបងប្អូនមិនអាចធ្វើអីវាទេស្មៅក៏នាំមកប៉ះពាល់ដល់ប្រព័ន្ធរឹសរបស់វាហើយមើលសាច់ស្នាមដែលគាត់ដាក់ជីមកបាទនេះបងប្អូនឃើញទេបាទរឹសថ្មីក៏កើតច្រើនបាទរឹសជ័យលវក់ហេតុដូចនេះហើយបានដើមឡើងភៀវងឹតបាទអញ្ចឹងបច្ចុប្បន្នគឺខ្ញុំគ្រាន់តែចែករំលែកឲ្យបងប្អូនម្ចាស់ចំការសំខាន់ម្ចាស់ចូលត្រួតពិនិត្យខ្លួនឯងផ្ទាល់ដើម្បីមើលផ្សិតកឡាបនៅដើមឬក៏មានផ្ទុះសបកថ្មីគឺបងប្អូនត្រូវថាខំដាំបានហើយហ្មងបានធំប៉ុណ្នេះបាទជួសផងបាញ់ថ្នាំពៅផងដាក់ជីផងតែប្រហែសនៅពេលផ្ទុះសបកហៀជ័របាទកើតផ្សិតកឡាបហ្នឹងហើយអញ្ចឹងការកើតហើយគឺយ៉ាប់ដល់សម្រាប់ដល់បងប្អូនវិញហើយបាទគឺសម្រាប់គឺមានផលវិបាកដល់បងប្អូនវិញហើយបាទកែថែបងប្អូនរត់ជួលលមិញចាញ់ទៅលើដបោកឯងម្ចាស់ចការនេះបាទហើយកាកសំណល់ឆ្នាំទៅគាត់ធ្វើប្រហែសពេកបាទគាត់ថាអត់អីបាទគាត់បាញ់តែម្ដងបាទតែចម្លើយសាច់ស្ដែងបងប្អូនឃើញទេបាទគឺសឹងគ្រប់ដើមតែឆ្នាំនេះគឺគាត់ធ្វើបានល្អបាទធ្វើបានល្អយ៉ាងម៉េចគឺគាត់អត់ប្រហែសទេបាទមានបាញ់ញឹកឆ្នាំនេះគាត់សុំខ្ញុំបាញ់ពពួកទុះសបកហេជ័រផ្សិតកឡាបបងប្អូនមើលបាទគាត់ថាវានៅសបកជ័រនេះយើងមិនអាចនេះបានទេហើយអានេះ2 ដៃផាសបងប្អូននេះដើមនេះ2 ដៃផាសបងប្អូនមើល2 ដៃផាសបាទវាមានមួយដែរទេប៉ុណ្ណេះ4ឆ្នាំហើយអាច2ឆ្នាំទៀត
dương châu các ba và mùi pin linh cô còn ba đài chẳng đùm rơi nhóm cứ bông con thai hái châu các ba ba bạn một cho bà lo hay màu này cứ tìm muối mong mơ xoay cơ là miệt cái hái hay cô mong mơ cao su ní bà prai pru bà tu sự bộ hi cho ai dạng mấy cạn sật cả lạp ấy bà chui mơ đò mà cha cả quát làm bầy ở quát bà miền chất miền thái bà o rầm phớp hái quát nâng chi diêm bà banh tham ở khơi là tham nắng bật sật chỉ miền bật sật tập hiệp lõ đôi nhom dây bà tầng chi ấy bằng vốn có đại chi kế đạo nó so mà năm to mà năm bà năm đi còn pra chi nhóm bà bật chạy cái tay nhóm chi nhóm bằng vốn này khơi nhé cái su nè bà đọc slide lại không cấp bà hay cái su buôn năm bằng vốn biểu thiệp đây bà phần đi nâng bằng vốn vô con này nha bà thà vẽ con nâng cà chạy cái tay cả thải tóm hay cái su bà sật cả lạp bằng vốn nhóm đây vậy này nãy cho bụp sật cả lạp bằng vốn ai thời ca chi tham cả sự cam ai tẹt to mà hàng nhóm bàคือខ្ញុំនឹងមានឈុតរៀបចំជូនបងប្អូនបាទមកឈុតវា5 10ម៉ឺននិង7 10ម៉ឺនខុសគ្នា2ម៉ឺនខ្ញុំណែនាំយក7 10ម៉ឺនល្អបាទវាជ្រាបសពសាច់សពសាលពើបាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការជីថ្នាំកសិកម្មពាក់ព័ន្ធទៅនឹងកស៊ូបាទបាញ់ណាំពៅកូនកស៊ូបាញ់ណាំជំងឺទូចគឺអាចតាក់ទងមកលេខទូរស័ព្ទ0តាម Telegram 097 624 25 15 ឬ Smart 069 24 25 11បាទអាហ្នឹងពាក់ព័ន្ធហ្នឹងបាទកស៊ូនេះខ្ញុំឲ្យ9 លើ 10ដោយសារមានដបោកជួសដែលมันបានល្អបាទដបោកគាត់ធំជួសអត់កើតទេដបោកតែបើសារអត់ដបោកខ្ញុំឲ្យ10 លើ 10បងប្អូនបាទមិនមែនហើយគេប្រើប្រាស់ខាងខ្ញុំមកឲ្យគេល្អអត់ទេបងប្អូនអាចមើលបានហើយបងប្អូនnàyថែទាំដូចកស៊ូនេះក៏បងប្អូនកស៊ូបងប្អូនក៏ដូចគ្នាអញ្ចឹងដែរហើយតំណាំកស៊ូនេះបងប្អូនរឹសវាឯងពេញហ្នឹងនេះគាត់ស្នាមគាត់ដាក់ជីឲ្យមើលរឹសវាបាទបងប្អូនមើលរឹសលង្ឃ្យូងងឹតនៅពេញហ្នឹងតែម្ដងបាទវាបុកមកស៊ីជីកស៊ូនេះតែមានជីគឺវាស៊ីណាហើយបងប្អូនមកមើលកដាបាទកដានេះអាស្លឹកអញ្ចឹងស្លុបអញ្ចឹងបើសិនបើមានជីបាទគឺវាត្បល់មកស៊ីណាបាទត្បល់មកស៊ីណាបាទដោយសារជីក៏ដាក់ខាងនេះបងប្អូនឃើញទេបាទឬពីខាងនោះក៏មានបុកមកឬពីខាងនេះក៏មានហើយអាគេខ្ញុំកាយមិញអត់មានទេបាទគឺnhững cáiវាបកមកស៊ីខាងនេះវិញអញ្ចឹងហ្នឹងសម្រាប់កស៊ូតើកន្លែងណាមានជីជាតិគឺវាស៊ីណាបាទហើយសម្រាប់កស៊ូបងប្អូនហ្នឹងកាត់ដៅច្អូដាក់ជីអញ្ចឹងបានអត់បានល្អបងបើដីបងប្អូនបាចបានល្អស៊ីអាទាំងអស់កស៊ូខួងដៅដុំខួងបានទាំងអស់គ្រាន់ថាកស៊ូពេលយើងដាក់ដុំអាយុប៉ុណ្នេះវាស្មៅស៊ីអត់តន់ទេអញ្ចឹងបងប្អូនអាចដាក់បានបាទហើយស្មៅវានឹងកកើតបន្តនៅពេលដែលយើងប្រមូលផលវាមានមែកបាក់មែកអីណាបាទក៏ប៉ុន្តែជំរឿខ្ញុំខ្ញុំទាមទារឲ្យដាក់ច្អូតចេះល្អឃើញវាដាច់ឬថ្មីទៅវាដាច់ឬចាស់វាឬថ្មីដោះមកវាស៊ីអញ្ចឹងហ្នឹងខ្ញុំរីខមមិនអញ្ចឹងហើយចំពោះនេះមិនមានផ្សិតកាឡាបទេកស៊ូនេះគឺកស៊ូពូជ251បាទហើយបែកខាងនោះគឺរីម600រៀងល្អិតជាង251តិចអញ្ចឹងបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំគឺនឹងស្គាល់ហើយថាកស៊ូនេះខ្ញុំចែករំលែកច្រើនអញ្ចឹងអរគុណបងប្អូន